nơi bị cái có lật mẹ nơi tại cho nơi tin úc ăn cái má cửa rụp đôi chữ ca rồng pưng tốt là bọc cọt search bar là bọc cọt cứ bật chìa bát thực chất tại lừa cọt khang nè phim núc chấm năm bà rong là bọc su trang dữ cứ ban tại lừa bảy mùi này là bọc cọt cứ căn tại một nơi bị lừa thấm cọt ban cọt chấm năm khơi là bảy mùi hai ban xua thá ta ní cứ chỉ ấy bình dì ping mưa tam kẹp này là bọc cọt ở rất từ căn thấm núc hay lừa là bọc nô láng đôi chấm năm bà rong su trang dữ có cứ banประโยชน์từการsearch bar របស់គាត់ថាវាគ្រាន់តែជាសភៅកត់ចំណាំដែលគាត់តែងតែកត់ត្រាក្នុងអំឡុងពេលដែលគាត់វឹកហាត់គ្មានអ្វីដែលត្រូវចាប់អារម្មណ៍ឡើយស៊ូឆាងយូបានសម្លឹងទៅមើលសភៅកត់ត្រានោះសម្លឹងទៅមើលវាដោយប្រុងប្រយ័ត្នគាត់បាននិយាយថាអីគេវិញសភៅកត់ត្រាជាមួយនឹងការយល់ឃើញមុននោះតែគាត់អាចមើលវាបានអត់គាត់បានបន្តថាមើលវាទៅពិតជាគួរចាប់អារម្មណ៍យីភីងក៏បានផ្ដល់សភៅនោះទៅកាន់ស៊ូឆាងយូស៊ូឆាងយូក៏បានបើកមើលវាព្យាយាមសិក្សាអំពីការកត់ចំណាំទាំងអស់នោះគាត់បានអានវាក្បាច់ដើររន្ទះនីតិខេរដូវ50ក្បាច់ដីខ្សាច់នៅពេលដែលដាក់ចូលជាមួយនឹងផុកវានឹងលាយចូលគ្នាជំហានទី100នៃក្បាច់ដើរនីតិខេរដូវរន្ទះអ្វីក៏ដោយនៅក្នុងលោកនេះគឺវាមានលំនឹងស្មើគ្នាមិនមានខាងក្រោមនិងខាងលើមួយនៅក្នុងចំណោមក្បាច់ជា50របស់រន្ទះនៃរដូវក្តៅរបស់ដែលអស្ចារ្យគឺជាភាពសមស្របគ្នាគឺជាការធ្វើប្រងើយកន្លែងហ្នឹងអត់មានកាត់ចោលបន្តទៅដោយសារតែគេអានវិជាគុណនឹងអញ្ចឹងណាថាក្បាច់នេះចង់មានអត្ថន័យបែបនេះក្បាច់នេះមានចង់មានអីចង់មានអត្ថន័យបែបនេះអញ្ចឹងណាហើយដល់គេកាត់ចោលកាត់ឡើងដល់ពេលភាសាចិនទៅវារៀងវល់អញ្ចឹងណាហើយអញ្ចឹងអត់មានកាត់ចោលបន្តដោយសារតែអត់មានអត់ចេះពាក្យកំណាព្យក្លោកឃ្លីអីគេអញ្ចឹងណាអញ្ចឹងកាត់ចោលបន្តហ្នឹងហើយតោះតទៀតបន្ទាប់ពីអានក្លោកឃ្លៀនៅក្នុងសៀវភៅនោះហើយស៊ូឆាងយូមានអារម្មណ៍ថាប្រៀបបានដូចជាគាត់សម្លឹងទៅមើលផ្ទៃមេឃដែលពោពេញទៅដោយផ្កាយគ្រប់ទីកន្លែងជាលើកទី1គាត់បានទទួលស្គាល់គ្រប់ពាក្យទាំងអស់ប៉ុន្តែបូកវាចូលគ្នាទាំងអស់នោះវាពិតជាធំធេងនិងជ្រាលជ្រៅប្រៀបបានដូចជាអំណាចនៃចក្រវាលមួយខ្លួនឯងអញ្ចឹងទោះបីជាគាត់មិនអាចយល់វាបានក៏ដោយគាត់នៅតែញ័រខ្លួនប្រាណរបស់គាត់ជាខ្លាំងដោយមិនបានមើលទៅកាន់សៀវភៅនោះស៊ូឆាងយូក៏បានសួរដោយពាក្យរបស់គាត់តាក់តើការយល់ឃើញទាំងអស់នេះតើមានន័យថាម៉េចវិញខ្មាស់អ៊ីនបន្តិចយីភីងបញ្យល់ភ្លាមថាអត់ទេអត់យល់ទេអានេះគ្រាន់តែជាការអួតហើយនឹងការបកស្រាយដែលមើលទៅកុំឲ្យវាជ្រាលជ្រៅពេកហើយវាច្បាស់ណាស់ថាវាពិតជាមិនបាន1/10នៃការយល់ឃើញរបស់សិស្សច្បងធំផងគាត់គឺពិតជាចង់ព្យាយាមនិយាយទៅកាន់សិស្សច្បងរបស់គាត់ស៊ូឆាងយូគឺមានអារម្មណ៍ថាខួរក្បាលរបស់គាត់សឹងតែផ្ទុះបាត់ទៅហើយហេតុអ្វីបានជាគាត់អត់យល់សូម្បីតែមួយពាក្យនៅខាងក្នុងនេះហេតុអ្វីបានជាអាល្អិតម្នាក់នេះអាចស្វែងយល់អំពីវាបានស្វែងយល់ក្បាច់ដើរដោយកើតចេញពីគ្មានអ្វីទាំងអស់តើអាល្អិតមួយនេះគឺជាសត្វបិសាចចម្លែកអ្វីវិញទៅនេះស៊ូឆាងយូក៏បានគិតថាគាត់បានខិតខំប្រឹងប្រែងព្យាយាមវឹកហាត់ច្រើនជាង10ឆ្នាំហើយគាត់គ្រាន់តែយល់ឃើញនិងស្វែងយល់ហើយនឹងខិតចិត្តទៅដល់រន្ទះដើរនីតិខេរដូវហើយអាល្អិតដែលតំរៀននេះគឺបានវឹកហាត់រន្ទះរដូវទាំង4នេះកាន់ដល់កម្រិតល្អឥតខ្ចោះក្នុងរយៈពេលតែ7ថ្ងៃហើយវាមិនគួរឲ្យជឿទោះឲ្យប្រុសរបស់យើងនឹងគឺអាចស្វែងយល់និងបញ្ចេញអំណាចនៃចិត្តនៃដើរដែលគាត់គ្រាន់តែជាមនុស្សធម្មតាហើយអាចឡើងដល់កម្រិតដ៏អស្ចារ្យបែបនេះភ្លាមនោះនៅខាងក្នុងចិត្តរបស់គាត់ក៏បានលិតជង្គង់នៅពីមុខយីភីងហើយស្នើសុំយីភីងអភ័យទោសឲ្យគាត់ក៏បានបែរក្រោយហើយនឹងចាក់ចេញពីទួយប្រុសរបស់យើងជាមួយនឹងពាក្យល្អណាស់ឯបន្តការរៀនរបស់ឯងទៀតទៅគាត់បានសន្យាថាគាត់នឹងមកប្រហែលថ្ងៃទៀតយីភីងគឺបានឈរនៅទីនោះសម្លឹងទៅមើលគាត់ច្បាស់ណាស់គឺពិបាកចិត្តទួយប្រុសរបស់យើងគិតថាបើមើលទៅតាមការបង្ហាញទៅលើទឹកមុខសិស្សច្បងរបស់គាត់ហ្នឹងវាគឺច្បាស់ណាស់ថាមានអ្វីមួយគឺខុសប្លែកហើយគាត់ឆ្ងល់ថាតើវាអាចទេថាសិស្សច្បងរបស់គាត់ហ្នឹងគិតថាសមត្ថភាពរបស់គាត់ហ្នឹងគឺពិតជាទន់ខ្សោយពេកហើយមិនយូរមិនឆាប់គាត់នឹងទាត់សិស្សប្អូននេះចោលហើយគាត់បាននឹកនិយាយម្នាក់ឯងថាកុំធ្វើអញ្ចឹងអីនៅចង់បញ្ចប់គាត់ស្វែងរកនរណាម្នាក់អាចយល់ព្រមឲ្យគាត់ចូលវឹកហាត់បានហើយហេតុអីបានរៀបនឹងដេញគាត់បែបនេះទោះឲ្យប្រុសរបស់យើងក៏បានយកដៃខ្ទប់ក្បាលរបស់គាត់ជិតកន្លះឆ្នាំកន្លងមកនេះគាត់បានចូលរួមទីតាំងដាស់សមត្ថភាពដែលខ្លាចទៅជាអ្នកវឹកហាត់អមតៈយ៉ាងហោចណាស់50ទីតាំងមានតែកន្លែងធំនិងកន្លែងទូចគ្រប់ទីកន្លែងគាត់ឮតែពាក្យដូចគ្នាគ្មានឬគល់ខាងវិញ្ញាណហើយគេតែងតែប្រាប់គាត់ថាកុំគិតពីរឿងវឹកហាត់ទៅកាន់ភាពអមតៈអីហើយកុំចំណាយកម្លាំងកាយកម្លាំងចិត្តអត់ប្រយោជន៍នៅខាងក្នុងវិស័យនឹងអីបើសិនជាយល់ល្អឲ្យគាត់ឈប់ឲ្យលឿនទៅដើម្បីរក្សាកម្លាំងកាយកម្លាំងចិត្តទុកអីកុំឲ្យគិតរឿងអត់ប្រយោជន៍ដូចជារឿងវឹកហាត់ខ្លាចជាអ្នកអមតៈអីហ្នឹងមិនមានសំបីតែព្រះអាចារ្យម្នាក់យល់ព្រមទទួលយកគាត់យីភីងក៏បានគិតថាតើគាត់អាចដើរលើផ្លូវនេះតាមម្នាក់ឯងបានទេសម្លឹងទៅមើលផ្កាយនៅលើមេឃហើយស្វែងយល់ពីការវឹកហាត់ទៅភាពអមតៈដោយភាពគ្មានអ្វីទាំងអស់វាពិតជាមិនអាចទៅរួចឡើយគាត់ចាប់ផ្ដើមប្រមូលអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភមកវិញគាត់គឺពោពេញទៅដោយភាពមោះមុតជាមួយនឹងឱកាសមួយនេះក៏បានគិតថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយគាត់ត្រូវតែឆ្លៀតយកឱកាសដ៏ល្អមួយនេះហើយនឹងមិនត្រូវប្រឡែងដៃវាចោលម្ដងទៀតឡើយពិតជាល្អអាចារ្យតាំងពីបកនេះគឺប្រមូលផ្ដុំទៅដោយព្រះអាចារ្យដ៏មានឥទ្ធិពលនិងគ្មានគូប្រៀបគាត់បានគិតដាក់បញ្ជាលើខ្លួនគាត់ត្រូវតែធ្វើសកម្មភាពឲ្យច្រើនអ្នកឯងអាចធ្វើវាបាន
បន្ទាប់មកគេកាត់ឈុតទៅដល់វិមានរបស់ព្រះអាចារ្យមេប៉ាគឺពិតជាមានអារម្មណ៍ដ៏ល្អគាត់បានអង្គុយនៅក្បែរតុកាន់ពែងនៅក្នុងដៃរបស់គាត់ការញញឹមបានលេចឡើងនៅលើបបោមាត់របស់គាត់មេប៉ាបាននិយាយថាវាពិតជាមានអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលផឹកទឹកតែហើយនឹងកុយកូនផ្កាស៊ូឆាំងយូក៏បានរត់ចូលទៅក្នុងបន្ទប់នោះទាំងបែកញើសក៏ខ្លាក់បើកភ្នែកធំជាមួយនឹងអារម្មណ៍ដ៏ភ័យខ្លាចស្រែកខ្លាំងព័ត៌មានអាក្រក់ដកដង្ហើមមួយហើយនឹងសម្រួលអារម្មណ៍របស់គាត់ស៊ូឆាំងយូក៏បានប្រាប់ទៅកាន់គ្រូរបស់គាត់ដែលគ្រូរបស់គាត់កំពុងតែលោតចេញពីកៅអីថាមានអ្វីមួយអាក្រក់ខ្លាំងណាស់បានកើតឡើងហើយមេប៉ានោះក៏បានសួរថាតើមានអ្វីកើតឡើងហេតុអីបានឯងបញ្ញាបែបនេះវាមើលទៅវាដូចជាមិនមែនជារូបឯងសោះស៊ូឆាំងយូក៏បានប្រាប់ទៅកាន់គ្រូរបស់គាត់ថាការសុបិនរបស់គ្រូនឹងអាចនឹងខ្លាចទៅជាការពិតហើយប៉ារបស់ពួកគេចង់បញ្ចប់នឹងបន្ទាប់ពីឈប់មួយសន្ទុះគាត់ក៏បានបញ្ចប់ប្រយោគរបស់គាត់ទាំងអស់ក៏ហៅនាគរាជភ្នែករបស់មេប៉ាគឺរន្ធត់នឹងបើកភ្នែកធំមេប៉ាដែលឈរនៅពីក្រោយតុនោះនិយាយទាំងការមិនគួរឲ្យជឿនៅក្នុងសម្លេងរបស់គាត់ក៏ហៅនាគរាជគាត់បានសួរម្ដងទៀតតើស៊ូឆាំងយូចង់មានន័យអ្វីវិញស៊ូឆាំងយូជាមួយនឹងទឹកមុខព្រួយបារម្ភគឺបានឆ្លើយសិស្សប្អូនថ្មីបានចាប់ផ្ដើមសិក្សាអំពីភាពគ្មានអ្វីទាំងអស់ហើយក្នុងរយៈពេលតិចតួចត្រឹមតែ7ថ្ងៃគាត់អាចសិក្សាវិជ្ជារន្ទះដោយទាំង4ដោយឡើងដល់កម្រិតល្អឥតខ្ចោះមេប៉ាមើលទៅពិតជាមិនដឹងត្រូវនិយាយអ្វីឡើយគាត់មិនអាចជឿបានថាតើនឹងមានអ្វីកើតឡើងឡើយភ្លាមនោះដែរគាត់បាននិយាយថាស្អីគេវិញចប់ហើយមែនទេស៊ូឆាំងយូក៏បានឆ្លើយថាត្រូវហើយគាត់គឺជាមនុស្សដ៏អស្ចារ្យពិតប្រាកដក្នុងរយៈពេលមួយប្រព្រឹត្តភ្នែកមេប៉ាក៏បាននៅពីមុខស៊ូឆាំងយូភ្លាមដោយដុតដោយកំហឹងគាត់ក៏បានស្រែកនៅពីមុខស៊ូឆាំងយូដោយស៊ូឆាំងយូគឺបានថយក្រោយបន្តិចបន្តួចគាត់បាននិយាយថានេះមិនមែនជាអ្វីដែលឯងអាចនិយាយលេងសើចបានឡើយហើយគាត់ខ្លួនឯងផ្ទាល់នេះយល់វាយ៉ាងច្បាស់កឡែតគាត់បានតបថាបាតុភូតចម្លើយថ្មីនេះវាគឺជាសញ្ញានៃក្បាច់ដាវ4រដូវឡើងទៅដល់កម្រិតល្អឥតខ្ចោះគាត់បានសួរតើលោកគ្រូមានបានឃើញវាទេមេប៉ាភ្លាមក៏បានបាត់បង់ទំនុកចិត្តភ្លាមឆ្លើយដោយការវល់វល់គាត់បានគិតថាគឺមានព្រះអាចារ្យណាមួយនៅចិត្តនោះដែលបំបែកកម្រិតរបស់ពួកគេមេប៉ាគឺបានរំលឹកនៅគណៈពេលដែលគាត់បានឃើញតាមបង្អួចគាត់មិនអាចដកភ្នែករបស់គាត់ចេញពីនាគរាជដ៏ធំដែលបានបង្កើតឡើងដោយរន្ទះក្បួរក្បាញ់សញ្ញាទាំងអស់នោះគឺបានធ្វើឲ្យគាត់គាំងជាខ្លាំងមេប៉ានោះបាននិយាយប៉ុន្តែរឿងទាំងអស់ដែលបានកើតឡើងនោះគឺកើតឡើងពីអាឡិតជីភីងមេប៉ាគឺបានស្រែកយំជាខ្លាំងក៏ហៅនាគរាជនៅបច្ឆិញយ័នរបស់យើងចង់បញ្ចប់គឺអាចផ្ដល់កំណើតដល់សិស្សដ៏ល្អខ្ចោះបែបនេះទឹកភ្នែកបានហូរស្រក់ចេញពីភ្នែករបស់គាត់គឺបានបាត់បង់ស្មារតីរបស់គាត់ភ្លាមទៅតែដួលទៅនឹងដីស៊ូឆាំងយូបានតោងទៅកាន់មេប៉ាហើយអង្រួនគាត់បង្ហាញប្រាប់គាត់ថាឲ្យកប់ចិត្តគាត់បានប្រាប់ទៅកាន់គ្រូរបស់គាត់ថាកុំឲ្យសប្បាយចិត្តដល់ថ្នាក់នឹងអីគ្រូរបស់គាត់នឹងបានយកទឹកចាក់ពីលើក្បាលរបស់គាត់ដោយថូ2ចាក់ពីលើក្បាលរបស់គាត់ហើយនឹងបញ្ជាខ្លួនរបស់គាត់ថាឲ្យរក្សាចិត្តឲ្យស្ងប់គាត់បាននិយាយថារក្សាចិត្តឲ្យស្ងប់គាត់ស្ទើរតែធ្វើវាមើលទៅញ៉ៃបាត់ទៅហើយគាត់បានចងចាំថាអ្នកទូទេបានទូទាឲ្យគាត់ថានឹងមានបញ្ហានឹងរងចាំគាត់នៅពេលដែលគាត់មានអាយុ100ឆ្នាំស៊ូឆាំងយូក៏បានសួរទៅកាន់គ្រូរបស់គាត់ថាប្រសិនបើល្អិតនោះស្នាក់នៅក្នុងប៉ារបស់ពួកយើងតើពួកយើងនឹងធ្វើឲ្យគាត់បាត់បង់សមត្ថភាពទេជូតមុខជាមួយនឹងកន្សែងដៃមេប៉ាក៏បានឆ្លើយថាអញព្រួយបារម្ភច្រើនពេកហើយយីភីងបានទៅដាស់ឡើងសមត្ថភាពយ៉ាងហោចណាស់50ដងហើយគ្មានប៉ាណាមួយយល់ព្រមទទួលយកគាត់ឡើយពួកយើងបានជ្រើសរើសគាត់ហើយនេះគឺជាអំណោយដ៏ល្អសម្រាប់គាត់ហើយជាមួយនឹងពួកយើងដូច្នេះហើយតើវាគឺជាបញ្ហាអ្វីវិញក្តាប់ជាមួយនឹងកន្សែងដៃគាត់បានបន្តថែមទៀតថាការហ្វឹកហាត់ទៅកាន់ភាពអមតៈគឺសំខាន់លើវាសនាមនុស្សផ្សេងទៀតមិនបានជ្រើសរើសទៅកាន់គាត់មានតែពួកយើងឯងបានជ្រើសរើសទៅកាន់គាត់វាគឺជាវាសនាហើយស៊ូឆាំងយូក៏បានគិតអញ្ចឹងដែរប្រសិនបើល្អិតនោះបានទៅកាន់ប៉ាក់ដ៏ល្អតើរឿងរ៉ាវទាំងអស់នោះវាមិនកាន់តែរលូនសម្រាប់គាត់ទេឬមិនចាំបាច់និយាយថាគាត់គ្រាន់តែជាសិស្សវ័យក្មេងតូចតាចតែប៉ុណ្ណោះទេសូម្បីតែខ្លាចតែជាសិស្សស្នូលរបស់ប៉ាក់ដ៏អស្ចារ្យក៏អាចបានប៉ាក់សម្ងាត់និងអង្គភាពដែលលាក់បាំងជាច្រើនតែងតែត្រូវការមនុស្សបែបហ្នឹងមេប៉ាក់ក៏បានប្រាប់ទៅកាន់ស៊ូឆាំងយូថាកុំឲ្យគិតតែម្ខាងគាត់មិនមែនជាមនុស្សដែលគិតតែខ្លួនឯងឡើយមិនយូរមិនឆាប់នៅពេលដែលប៉ាក់របស់យើងឡើងដល់កម្រិតទី2គាត់នឹងប្រាប់ការពិតទៅកាន់អាឡិតមួយនោះគាត់បានជឿជាក់ថាអានឹងហើយគឺវាជាភាពស្មើភាពគ្នាប៉ុន្តែបើសិនជាយីភីងស្នាក់នៅឬក៏ចាក់ចេញអានឹងគឺជាជំរឿនរបស់គាត់ក៏បានសួរបន្ថែមទៀតថាតើស៊ូឆាំងយូគឺគិតអ្វីអំពីរឿងមួយនេះស៊ូឆាំងយូក៏បានភ័ន្តច្រឡំមួយផ្លែតប៉ុន្តែគាត់ក៏នឹងធ្វើតាមការសម្រេចចិត្តគ្រូរបស់គាត់មេប៉ាក់ក៏បាននិយាយថាអញ្ចឹងហើយវាទៅអញ្ចឹងទៅគាត់ក៏បានដាក់បញ្ជាទៅកាន់សិស្សរបស់គាត់ថាកុំឲ្យភ្លេចអំពីរឿងនេះហើយកុំប្រាប់អ្នកណាម្នាក់អីនៅថ្ងៃបន្ទាប់ពីពេលល្ងាចដ៏ស្ងប់ស្ងាត់មេប៉ាក់ក៏បានអង្គុយនៅខាងក្នុងសួនច្បារនៅក្នុងវិមានរីករាយជាមួយនឹងការផឹកតែគាត់ក៏បានលើកពែងផឹកទឹកតែរបស់គាត់សំឡេងស្រែកមួយក៏បានបន្លឺឡើង
លោកគ្រូមានព័ត៌មានអាក្រក់លោកគ្រូឆ្លក់ទឹកមេប៉ាក់ក៏បានព្រួសទឹកចេញមកភាពព្រួយបារម្ភឈូឆាំងយូភ្លេចភ្លាំងក៏បានរត់ចូលមកហើយបាននិយាយថាម្ដងទៀតហើយមានអ្វីកើតឡើងមេប៉ាក់នោះក៏បានជាប់គាំងជាខ្លាំងជាមួយនឹងពេងតែលើកឡើងនៅពីមុខបបោមករបស់គាត់បានសម្លឹងទៅដោយការព្រួយបារម្ភជាមួយនឹងអាឡិតរត់ចូលមកនោះដោយនឹកឃើញថាគាត់បានពំនាំព័ត៌មានអាក្រក់មកមេប៉ាក់គ្រាន់តែឮថាដំណឹងអាក្រក់គាត់ចាប់ផ្ដើមរត់ភ្លាមគាត់បានស្រែកថាគាត់នឹងទៅលាក់ខ្លួនហើយគាត់ថាប៉ាក់ហ្នឹងទុកឲ្យស៊ូឆាំងយូគ្រប់គ្រងឲ្យចាប់ពីពេលហ្នឹងទៅស៊ូឆាំងយូក៏បានស្រែកតាមគាត់ថាពួកគេហ្នឹងមិនមែនពួកអ្នកទាបំណុលឡើយមិនមែនជាពួកគេឡើយមានរឿងអ្វីមួយផ្សេងទៀតក្រៅពីហ្នឹងមេប៉ាក់នោះក៏បានជប់ភ្លាមហើយក៏បានបែរមុខមកខាងក្រោយអ្វីមួយផ្សេងទៀតតាមមែនទេមេប៉ាក់នោះក៏បានរត់មកទាត់ស៊ូឆាំងយូភ្លាមហើយស្រែកថាហេតុអ្វីបានចៅឯងរត់មកទាំងបផ្លាក់បភ្លើតបែបនេះហេតុអីបានធ្វើឲ្យយើងភ័យបែបហ្នឹងនៅពេលដែលគាត់សម្រួលអារម្មណ៍ហើយគាត់ក៏បានទៅអង្គុយវិញហើយក៏បានបន្តការផឹកតែរបស់គាត់ក៏បានប្រាប់ទៅកាន់សិស្សរបស់គាត់ឲ្យនិយាយមកថាបញ្ហាធំហ្នឹងគឺអីវិញតើប៉ាក់របស់ពួកយើងនឹងត្រូវបានកំទេចឬក៏មានរឿងអ្វីកើតឡើងនិយាយចេញមកស៊ូឆាំងយូក៏បានតបថាវាល្អជាងនៅពេលដែលឃើញវាដែលផ្ទាល់ភ្នែកគណៈពេលនោះដែរគាត់ក៏បានយកกระดาษមួយដែលសរសេរនឹងដៃចេញមកមេប៉ាក់នោះក៏បានយកกระดาษនោះមកមើលហើយនឹងអានការិយាល័យអ្នកគ្រប់គ្រងប៉ាក់ឈីងចៅចាប់ពីថ្ងៃនេះតទៅដោយកុំឲ្យមនុស្សផ្សេងទៀតចាប់ផ្ដើមបោកប្រាស់ដោយប្រើជាប៉ាក់คล้ายប៉ាក់ទាំងអស់ដែលមិនទាន់បានចុះឈ្មោះពេញលេញនៅខាងក្នុងតំបន់ទាំង6នឹងត្រូវបានចុះមកត្រួតពិនិត្យនៅក្នុងរយៈពេល2ខែវាពិតជាមិនចាំបាច់ក្នុងការត្រួតពិនិត្យបងជាត្បូងវិញ្ញាណកម្រិតទាប10ត្បូងដោយបញ្ជាក់ថាប៉ាក់ទាំងអស់នោះគឺជាប៉ាក់ពិតប្រាកដមុខរបស់មេប៉ាក់គឺបានប្រែទៅជាពណ៌ប្រផេះភ្លាមដំណក់ទឹកញើសក៏បានហូរកាត់ពណ៌របស់គាត់ក៏បានលោតមកទាំងកម្រោហើយចាប់បោកទឹកភ្លាមស្រែកខ្លាំងថាស្អីគេចោលបញ្ជីស្អីតើវាគ្មានច្បាប់ទេមែនទេបង្ខិតបង្ខំយកត្បូងវិញ្ញាណបែបនេះតើវាពិតជាមិនដាក់កំហិតទៅលើអ្នកទុនខ្សោយពេកទេឬគាត់ក៏បានស្រែកខ្លាំងថាគាត់នឹងទៅប្តឹងទៅកាន់ទីក្រុងហើយនឹងប្តឹងទៅកាន់អធិរាជនៅខាងក្នុងពិភពរបស់អ្នកវឹកហាត់អមតៈមួយកសិភ័ណ្ឌគឺស្មើទៅនឹងនំមួយដុំ 10000 កសិភ័ណ្ឌស្មើជាមួយនឹង100តម្លឹងប្រាក់ហើយ100តម្លឹងប្រាក់គឺស្មើជាមួយនឹង1តម្លឹងនៃមាសហើយ10តម្លឹងនៃមាសគឺស្មើទៅនឹង1ដុំថ្មវិញ្ញាណមេប៉ាក់ក៏បានបន្តស្រែកខ្លាំងដោយមិនយល់មុខអ្នកណាទាំងអស់សូម្បីតែប៉ាក់ឈីងយ័នអត់ផឹកអត់ញ៉ាំរយៈពេល1ឆ្នាំពេញក៏ដោយពួកគេនឹងមិនអាចប្រមូលបាន10ដុំថ្មវិញ្ញាណដែរមេប៉ាក់បានអោបក្បាលទាំងដៃពីរសើតែបោចសក់របស់គាត់ចេញមកខាងក្រៅបាត់ទៅហើយស៊ូឆាន់យូក៏បានប្រាប់ទៅកាន់គ្រូរបស់គាត់ថាកុំកញ្ជ្រុលពេកអីឥឡូវហ្នឹងតើប៉ាក់នឹងមានដុំថ្មវិញ្ញាណប៉ុន្មានមេប៉ាក់ក៏បានឆ្លើយទាំងញ័រក្បាលថាវាមេប៉ាក់នោះក៏បានលើកម្រាមដៃ7ហើយក៏បានបន្តនិយាយថាដូចជាស៊ូឆាំងយូក៏បាននិយាយថា70ដុំថ្មវិញ្ញាណតាមមែនទេលោកគ្រូវាគឺពិតជាគ្រប់គ្រាន់ហើយមេប៉ាក់ម្នាក់នោះក៏បានឆ្លើយថាវាពិតជាមិនអាចទៅរួចឡើយស៊ូឆាំងយូក៏បាននិយាយថា70តម្លឹងមាសវាពិតជាពិបាកបន្តិចហើយប៉ុន្តែពួកគេអាចប្រមូលវាឲ្យគ្រប់គ្រាន់បានមេប៉ាក់នោះក៏បានបញ្ឈប់គាត់ភ្លាមអត់ទេមិនមែន70តម្លឹងមាសឡើយជាមួយនឹងការបញ្ចេញអារម្មណ៍ដែលមិនសប្បាយចិត្តភ្លាមនោះស៊ូឆាំងយូក៏បានបន្តនិយាយថាកុំប្រាប់ណាថាលោកគ្រូចង់មានន័យថាមានតែ70តម្លឹងប្រាក់ទេតាមមែនទេមានអារម្មណ៍ថាខ្មាស់គេគ្រូរបស់គាត់គឺបានបាយចេញហើយបាននិយាយថា7កាក់តែប៉ុណ្ណោះស៊ូឆាំងយូក៏បានគាំងជាខ្លាំងគាត់ព្យាយាមស្រែកជាខ្លាំងប៉ុន្តែគាត់គ្មានខ្យល់ក្នុងសួតដើម្បីស្រែកឡើយគាត់ដូចជាអ្វីមួយដែលគ្មានវិញ្ញាណចឹងពេលនេះប្រមូលអារម្មណ៍របស់គាត់មកវិញបន្តិចបន្តួចគាត់ក៏បានស្រែកថា7កាក់ស្ពាន់តើវាអាចទៅរួចដល់របៀបណាទោះបីជាពួកគេក្រក៏ដោយក៏ពួកគេគឺជាប៉ាក់មួយដែរមានអារម្មណ៍ខ្មាស់គេបន្តិចបន្តួចមេប៉ាក់ក៏បានឆ្លើយថានេះចាំយើងប្រាប់ឯងច្បាស់ណាស់ប៉ាក់គឺមានការសន្សំទុកផងដែរគាត់បានគិតថាប្រាក់ទាំងអស់ហ្នឹងបើសិនជាទុកវានឹងកាន់ដីហើយនឹងខ្លាចទៅជាសម្រាមតែប៉ុណ្ណោះច្បាស់ណាស់គាត់បានរៀនអ្វីមួយថ្មីការប្រមូលជំនួយរបស់អ្នកវឹកហាត់អមតៈស៊ូឆាំងយូក៏បានមើលទៅពិតជាភាំងមួយផ្លែតតើអ្វីទៅគឺជាអង្គភាពប្រមូលជំនួយនោះមេប៉ាក់ក៏បានប្រាប់ទៅកាន់គាត់ថាពួកគេបាននិយាយថាប្រសិនបើគាត់វិនិយោគលុយចូលទៅពួកគេនឹងទទួលបានប្រាក់ចំណូលប្រចាំខែហើយវាមើលទៅដូចជាសំខាន់ផងដែរមនុស្សទាំងអស់គ្នាគឺសម្រុកទៅកាន់ទីនោះគាត់ខិតខំចង់ងាប់ចង់រស់ឲ្យដើម្បីគាត់មានឈ្មោះក្នុងការវិនិយោគមួយនោះហើយមនុស្សគ្រប់គ្នាមិនមែនចេះតែអាចវិនិយោគបានឡើយប៉ុន្តែអ្នកណានឹងគិតថាការស្វែងរកការប្រាក់បន្តិចបន្តួចនោះពួកគេត្រូវការប្រាក់ជាច្រើនបែបនេះក្នុងរយៈពេលតែប្រហែលថ្ងៃតែប៉ុណ្ណោះពួកគេគឺបានយកលុយទៅអស់ហើយគាត់បានចងចាំថាមានមនុស្សជាច្រើនរត់ដាច់ក្បាលដាច់កតុយដើម្បីមកវិនិយោគដូចជាគាត់ផងដែរជាមួយនឹងទឹកភ្នែកនៅខាងក្នុងភ្នែកព្យាយាមទារលុយរបស់ពួកគេទៅវិញយំផងអីផងមេប៉ាក់ក៏បានប្រាប់ទៅកាន់ស៊ូឆាំងយូថាមេធំរបស់គ្រូនឹងគឺបានបោកបញ្ឆោតគាត់រត់ទៅកាន់ស៊ូឆាំងយូគាត់បានសុំឲ្យលើកលែងឲ្យគាត់បានទទួលស្គាល់ថាគាត់បានវិនិយោគខុសហើយលើកទឹកចិត្តឲ្យគាត់ផងស៊ូឆាំងយូគឺបានឈរឡើងថ្មឹងការគិតមួយក៏បានរត់ចូលក្នុងខួរក្បាលរបស់គាត់70កាក់ស្ពាន់
100 ដំឡឹងមាសគឺវាចប់ហើយសម្រាប់ពួកគេនឹងត្រូវបានលុបចោលហើយស៊ូឆាំងយូក៏បានឥឡូវហ្នឹងគឺច្បាស់ហើយថាបច្ឆិញយ័នរបស់ពួកគេនេះគឺពិតជាត្រូវចប់ហើយនៅពេលនេះគ្រូរបស់គាត់គឺបានលើកកណ្ដាប់ដៃឡើងក្តាប់នៅពីមុខគាត់គឺបានមើងម៉ាត់ជាខ្លាំងទោះបីជាយ៉ាងណាក៏ដោយគាត់នឹងទទួលខុសត្រូវរឿងគ្រប់យ៉ាងប្រសិនបើវាមិនមានផ្លូវទៀតទេនោះគាត់នឹងចំណាយអ្វីៗគ្រប់យ៉ាងទាំងអស់ហើយគាត់នឹងទៅភ្នំព្រៃសម្ងាត់ប្រសិនបើតន់នោះពួកគេចង់បញ្ចប់ទទួលបានមនុស្សដ៏អស្ចារ្យហើយពួកគេនឹងមិនអនុញ្ញាតឲ្យបករបស់ពួកគេដួលរលំក្នុងគណៈពេលនេះឡើយចំណាប់អារម្មណ៍របស់ពួកគេភ្លាមៗនោះគឺបានបែរទៅកាន់ពពកដែលក្រាស់ខ្មឹកនៅពីលើភ្នំហើយរន្ទះគឺបានបាញ់នៅពីលើភ្នំដែលបានលេចរូបរាងមនុស្សនៅទីនោះមេប៉ាក៏បានសួរទាំងភាំងខ្លាំងថាតើវាគឺជាអ្វីវិញនៅទីនោះស៊ូឆាំងយូមើលទៅពិតជាព្រួយបារម្ភជាខ្លាំងគាត់បាននិយាយថាគឺជាសិស្សប្អូនរបស់គាត់គឺនៅទីនោះស៊ូឆាំងយូគឺដឹងថាមានរឿងអ្វីនៅទីនោះតើមានរឿងអ្វីកើតឡើងទៀតហើយស៊ូឆាំងយូគឺបានសម្លឹងទៅមើលព្យុះរន្ទះដែលនៅលើកំពូលភ្នំទាំងងឿងឆ្ងល់តើវាគឺជាអ្វីវិញដែលរិចឡើងនៅពីលើមេឃនៅពេលនេះតើវាអាចទេថាសិស្សប្អូនរបស់គេនេះបំបាយកម្រិតម្ដងទៀតហើយមេប៉ាម្នាក់នោះគឺសឹងតែមិនជឿលើវាឡើយគាត់បាននិយាយថាវាពិតជាមិនអាចទៅរួចឡើយសូម្បីតែមនុស្សដ៏អស្ចារ្យបំផុតនៅខាងក្នុងការវឹកហាត់ក៏មិនមានផ្លូវបែបនេះឡើយមេប៉ានោះក៏បានគិតថាប្រហែលជាវាគ្រាន់តែជារន្ទះបាញ់ធម្មតាមិនចាំបាច់សម័យអីបន្ថែមទៀតឡើយប៉ុន្តែការមើលឃើញលើទឹកមុខរបស់ពួកគេគឺច្បាស់ណាស់ថាគ្មាននរណាគេម្នាក់នៅក្នុងចំណោមពួកគេជឿលើវាឡើយមេប៉ានៅក្នុងកន្លែងរបស់គាត់ឈរនៅពីមុខទឹកគឺនៅជាមួយនឹងបង្វិចមួយគាត់បានប្រាប់ទៅកាន់ស៊ូឆាំងយូថាគាត់ត្រូវការចុះពីលើភ្នំហើយគាត់បានបន្តទៀតថាចាំមើលថាគាត់នឹងខ្ចីដុំថ្មវិញ្ញាណពីអ្នកស្គាល់គ្នាបានឬក៏អត់ឥឡូវហ្នឹងនាគរាជគឺបានលេចឡើងហើយទោះវាត្រូវចំណាយអ្វីៗក៏ដោយគាត់នឹងមិនអនុញ្ញាតឲ្យបករបស់ពួកគេត្រូវបានគេលុបចេញឡើយភ្លាមនោះដែរគាត់ក៏បានប្រគល់បកទៅកាន់ស៊ូឆាំងយូឲ្យគ្រប់គ្រងហើយរឿងដែលសំខាន់បំផុតជាងគេនោះឲ្យស៊ូឆាំងយូមើលថែសិស្សប្អូនរបស់គាត់បង្រៀនគាត់ឲ្យត្រឹមត្រូវហើយកំណងគាត់ដើរផ្លូវខុសស៊ូឆាំងយូអោនគោរពដោយការគួរសមហើយបានតបថាបាទលោកគ្រូកុំចាំបាច់ព្រួយបារម្ភអំពីរឿងនេះអី7ថ្ងៃបានកន្លងផុតទៅការបង្ហាញរបស់មនុស្សម្នាក់គឺបានលេចឡើងនៅពីលើថ្មជាប់គាំងជាមួយនឹងការបញ្ចេញក្បាច់យីភីងគឺចាប់ផ្ដើមបង្ហាញក្បាច់របស់គាត់ដ៏អស្ចារ្យក្នុងល្បឿនមួយដ៏លឿនបំផុតបង្ហាញក្បាច់ប្រយុទ្ធវាមើលទៅប្រៀបបានដូចជាគាត់នៅគ្រប់ទីកន្លែងអញ្ចឹងក្នុងពេលតែមួយយូក៏បានធ្លាក់ពីលើមុខរបស់គាត់ស៊ូឆាំងយូក៏បានឈរមើលពីចម្ងាយសម្លឹងទៅមើលសកម្មភាពរបស់តួឯកប្រុសរបស់យើងដែលបានបញ្ចេញក្បាច់យ៉ាងលឿនមើលទៅដូចជាជើងរបស់គាត់មិនបានប៉ះដីឡើយស៊ូឆាំងយូមុខរបស់គាត់ប្រៀបបានដូចជាខ្លាចទៅជាមនុស្សចាស់អញ្ចឹងគាត់បានគិតថាគ្រាន់តែចំណាយ7ថ្ងៃតែប៉ុណ្ណោះអាឡិតមួយនេះអាចវឹកហាត់វិជាក្បាច់ដ៏ច្រើនបែបនេះនៅក្នុងល្បឿនមួយនេះគាត់នឹងអាចឡើងទៅដល់កម្រិតកម្ពូលភ្លាមអំណាចប្រែប្រួលនៃបាតុភូមិមុននោះគឺច្បាស់ណាស់ថាគឺបង្កើតឡើងដោយគាត់ក្នុងការបំបាយកម្រិតគាត់សឹងតែមិនអាចសម្លឹងទៅមើលវាបានសម្ពាធបានដាក់ឡើងមកលើគាត់ភ្លាមតួឯកប្រុសរបស់យើងគឺបានក្តាប់ដាវនៅក្នុងដៃរបស់គាត់ហើយបានឈប់ក៏បានបែរមុខរបស់គាត់សម្លឹងទៅកាន់ស៊ូឆាំងយូយីភីងសុំគោរពសិស្សច្បងធំភ្លាមគាត់ក៏បានអោនគោរពយ៉ាងគួរសមបាននិយាយថាគាត់ចង់បញ្ចប់គឺបានមកដល់ហើយស៊ូឆាំងយូក៏បានលើកដៃរបស់គាត់ឡើងបង្ហាញថាកុំឲ្យគួរសមពេកអីគាត់បានសួរថាតើយីភីងនឹងវឹកហាត់ដល់ណាហើយយីភីងក៏បាននិយាយថាគាត់បានសិក្សានិងរៀនទាំងអស់1460ក្បាច់ហើយគាត់បានបន្តទៀតថាវាពិតជាពិបាកខ្លាំងណាស់ក្នុងការធ្វើវានោះទឹកភ្នែកគឺបានលេចឡើងនៅក្នុងជ្រុងភ្នែករបស់ស៊ូឆាំងយូប៉ុន្តែគាត់ព្យាយាមបន្តរក្សាការញញឹមរបស់គាត់ស៊ូឆាំងយូបានគិតថាគាត់បានរៀនវាអស់ហើយវាពិតជាមិនអាចទៅរួចទេក្នុងការសម័យទៅវានោះតើគាត់គួរធ្វើអ្វីទៀតនៅពេលនេះបើគាត់រៀនអស់បែបនេះលើកម្រាមដៃរបស់គាត់ឡើងលើបង្ហាញយ៉ាងមានអត្ថន័យនិងបញ្ចេញលក្ខណៈសម្បត្តិដ៏អស្ចារ្យឲ្យបានប្រាប់ទៅកាន់តួឯកប្រុសរបស់យើងហើយបានប្រាប់គាត់ថាឲ្យស្ដាប់ឲ្យយកចិត្តទុកដាក់គាត់បាននិយាយថាទោះបីជាក្បាច់ដាវរបស់គាត់ឡើងទៅដល់កម្រិតល្អឥតខ្ចោះក៏ដោយវាគ្រាន់តែជាការចាប់ផ្ដើមដំបូងតែប៉ុណ្ណោះបន្ទាប់ពីវាមកគឺជាធម្មពលអំណាចនៃដាវបន្តមកគឺជាចិត្តនៃដាវវាពិតជារាប់មិនអស់នៅក្នុងវិជាគុណដាវប៉ុន្តែការកាប់បញ្ចេញតែមួយដែលស្មើជាមួយនឹងកម្លាំងរបស់វិជាគុណទាំងអស់នោះបូកបញ្ចូលគ្នានោះស៊ូឆាំងយូគឺបានបន្តទៀតថាមានតែមនុស្សម្នាក់ទេដែលអាចហ្វឹកហាត់ធម្មពលដាវដែលគេហៅថាអ្នកកាន់ដាវពិតប្រាកដតែយល់អំពីវាឬក៏អត់យីភីងគឺបានបង្ហាញដោយការពិបាកចិត្តនិងកាច់កបន្តិចដូច្នេះហើយគាត់នៅតែមិនអាចហៅថាអ្នកប្រើប្រាស់ដាវពិតប្រាកដខណៈពេលនោះដែរស៊ូឆាំងយូគាត់បានគិតថាគាត់ត្រូវតែអួតបន្ថែមទៀតយ៉ាងណាក៏ដោយជាមួយនឹងសមត្ថភាពដែលដូចជាអាល្អិតមួយនេះការធ្វើពុតរបស់គាត់នឹងត្រូវលេចចេញក្នុងរយៈពេល3ថ្ងៃយីភីងភ្លាមបានចងចាំពីសំណួររបស់សិស្សច្បងរបស់គាត់បានសួរសំណួរទៅកាន់សិស្សច្បងរបស់គាត់ថាតើសិស្សច្បងរបស់គាត់នឹងឡើងដល់កម្រិត level អីហើយសិស្សច្បងភ្លាមគឺបានដកដង្ហើមជាមួយនឹងភាពអស្ចារ្យគាត់បានដកដង្ហើមចូលអាល្អិតសិស្សក្មេងខ្មៅនេះ
គាត់បានដាក់ដៃនៅពីលើក្បាលរបស់គាត់បានបន្តបន្ថែមទៀតថាគាត់ថ្មីនេះគាត់បានចូលទៅកាន់មនុស្សនៅក្នុងរឿងព្រេងនិទានដំបូងដែលឡើងដល់កម្រិតទី1នៃរឿងព្រេងនៅលើផ្លូវនៃការប្រើប្រាស់ដៃដ៏អស្ចារ្យដែលគេហៅថាដៃដែលគ្មានដែនកំណត់ស៊ូឆាំងយូក៏បានគិតថាអូវាពិតជាអស្ចារ្យខ្លាំងណាស់នៅក្នុងការអួតអាងបែបនេះភ្នែករបស់យីភីងភ្លាមក៏បានបញ្ចេញពន្លឺឡើងជាមួយនឹងការសប្បាយចិត្តវ៉ាវអំណាចដៃដែលគ្មានដែនកំណត់ដោយដែលការរំពឹងទុកទៅលើសាច់ច្បងរបស់គាត់គឺជាព្រះអាចារ្យដែលលាក់កំបាំងគាត់គឺរួចរាល់ជាស្រេចក្នុងជីវិតនេះរបស់គាត់ដែលដើរតាមសាច់ច្បងរបស់គាត់ដល់ចុងបញ្ចប់ស៊ូឆាំងយូក៏បានបន្តបង្ហាញការសន្ទនារបស់គាត់នៅពេលដែលមនុស្សម្នាក់អាចវឹកហាត់អំណាចនៃដាវគាត់នឹងចូលទៅកាន់អាណាចក្រខ្ពស់មួយទៀតវាគឺបានបែងចែកជា3កម្រិតទី1គឺជាអំណាចដាវដែលគ្មានដែនកំណត់កុំឲ្យតួឯកប្រុសរបស់យើងនឹងងប់ងល់ជាមួយនឹងវាពេកអីវាគ្រាន់តែជាកម្រិតទី1តែប៉ុណ្ណោះនៅពេលដែលឡើងដល់កម្រិតនោះហើយគាត់នឹងក្លាយទៅជាមនុស្សខ្លាំងទី1ហើយនៅក្នុង10ប្រទេសនោះបើសិនជាគាត់អាចឡើងដល់កម្រិតនោះយីភីងភ្លាមបានលាន់មាត់ថាតើវាពិតជាអស្ចារ្យប៉ុណ្ណាទៅប៉ុន្តែគាត់ក៏បានស្កាត់ទៅវិញភ្លាមគាត់បានដឹងច្បាស់ហើយថាសាច់ច្បងរបស់គាត់គឺយ៉ាងហោចណាស់ក៏លេខ1នៅក្នុងចំណោម10ប្រទេសដែរគាត់ដឹងច្បាស់ថាគ្រូរបស់គាត់នេះគឺអស្ចារ្យខ្លាំងណាស់គាត់មិនដែលបានគិតថាគឺអស្ចារ្យបែបនេះឡើយជាមួយនឹងមាត់បើកធំតួឯកប្រុសរបស់យើងគឺបានសម្លឹងទៅមើលសាច់ច្បងរបស់គេដែលដូចជាសាច់ច្បងរបស់គាត់នឹងដូចជាទេវតាមកចាប់ជឿអញ្ចឹងគាត់បានគិតថាប្រសិនបើគាត់សិក្សានិងស្វែងយល់នៅពីក្រោមសាច់ច្បងគាត់នោះតើវានឹងមិនធ្វើឲ្យគាត់ខ្លាចទៅជាអ្នកខ្លាំងទី2នៅខាងក្នុង10ប្រទេសទេគិតនៅខាងក្នុងចិត្តយីភីងគឺពិតជាសប្បាយចិត្តជាខ្លាំងគាត់នឹងខ្លាចទៅជានាគរាជហើយគាត់ពិតជាច្បាស់ណាស់ថានឹងខ្លាចទៅជានាគរាជពិតប្រាកដហើយគាត់មិនដែលគិតថាគាត់នឹងអាចស្វែងរកឱកាសមួយនេះនៅក្នុងថ្ងៃណាមួយឡើយច្បាស់ខ្លាំងណាស់ដូនតារបស់គាត់គឺពិតជាផ្ដល់អំណោយដ៏អស្ចារ្យដល់កាន់គាត់ជាមួយនឹងការបង្ហាញដ៏អស្ចារ្យតួឯកប្រុសរបស់យើងគឺបានអន់គោរពដ៏រីករាយហើយបានប្រាប់ទៅកាន់សិស្សច្បងរបស់គាត់ថាគាត់ច្បាស់ណាស់ថានឹងតាមឲ្យតាន់សិស្សច្បងនៅក្នុងមួយជីវិតនេះគាត់ខ្លួនឯងនេះនឹងឡើងទៅកាន់អំណាចដែរដូចជាសិស្សច្បងផងដែរនៅពេលដែលគាត់ខ្លាចទៅជាអ្នកខ្លាំងបែបនោះគាត់នឹងមិនអាចបំភ្លេចអំពើល្អរបស់សិស្សច្បងឡើយស៊ូឆាំងយូព្យាយាមទប់អារម្មណ៍របស់គាត់ខ្លាំងណាស់មើលតែទឹកមុខគាត់ពេលនេះទៅដឹងហើយបាយជើងពីគាត់បិទភ្នែករបស់គាត់គិតនៅក្នុងចិត្តថាសូមអង្វរល្អិតនេះឈប់ប៉ុណ្្នឹងបានហើយយីភីងបានធ្វើឲ្យគាត់មានអារម្មណ៍ថាកាន់តែខុសទៅហើយពេលនេះក្មេងប្រុសដែលសប្បាយចិត្តបានងើយមុខរបស់គាត់ឡើងទៅលើមេឃគាត់បានគិតថាអ្វីដែលបានកើតឡើងនេះគឺវាមើលទៅប្រៀបបានដូចជាសបិនពេកហើយគ្រាន់តែប្រហែលថ្ងៃមុននោះគាត់គឺជាមនុស្សធម្មតាតែប៉ុណ្ណោះព្យាយាមគ្រប់សពដើម្បីរស់រានមានជីវិតឥឡូវនេះគាត់បានចូលប៉ហើយសិក្សាស្វែងយល់អំពីវិជាគុណដាវសម្លឹងទៅមើលព្រះអាទិត្យលិចគាត់បានពោលថាព្រះអាទិត្យគឺបានបញ្ចេញរស្មីនៅពីលើកំពូលភ្នំឈិងយ័នហើយពីលើកំពូលភ្នំឈិងយ័នគឺបានដុតឡើងនៅពន្លឺភ្លើងថ្មីមួយទៀតគាត់បានព្យាយាមស្វែងយល់អំពីសិល្បៈវឹកហាត់ទៅកាន់ភាពអមតៈទៅជីងចៅគាត់បានតែងកំណាព្យមួយដ៏អស្ចារ្យស៊ូឆាំងយូក៏បានស្ដាប់ទៅកាន់ពាក្យទាំងអស់នោះដោយការភ្ញាក់ផ្អើលស៊ូឆាំងយូក៏បាននិយាយថាគាត់បានឮអំពីមេបៈថាមុនពេលដែលជាប់ពីលើភ្នំយីភីងគឺជានិស្សិតតួឯកប្រុសរបស់យើងគឺបានបែរទៅកាន់យីភីងតបថាគ្រាន់តែជានិស្សិតពាក់កណ្ដាលតែប៉ុណ្ណោះគាត់មិនដែលបានរៀនឲ្យដូចគេដូចឯងឡើយគាត់គ្រាន់តែចូលចិត្តអាននិងគូគំនូតែប៉ុណ្ណោះស៊ូឆាំងយូក៏បានស្នើសុំឲ្យតួឯកប្រុសរបស់យើងជួយគូគំនូរបស់គាត់ការស្នើសុំនោះមើលទៅដូចជាការស្នើសុំយ៉ាងគួរសមប៉ុន្តែការបង្ហាញរបស់សិស្សច្បងមើលទៅប្រៀបបានដូចជាមិនអញ្ចឹងឡើយញញឹមនៅខាងក្នុងចិត្តស៊ូឆាំងយូបានគិតថានៅពេលដែលល្អិតជីភីងឡើងដល់កម្រិតកម្ពស់នៅក្នុងថ្ងៃអនាគតតើវាមិនមែនជាហេតុផលដ៏អស្ចារ្យដែលគាត់ត្រូវអួតអាងទេនៅក្នុងគំនូរបស់គាត់នេះគាត់បានសម័យហើយក៏បាននិយាយថាឃើញទេអ្នកវឹកហាត់ដាវដ៏អស្ចារ្យនៅខាងក្នុងអាណាចក្រជីងបានគូររូបដ៏អស្ចារ្យឲ្យគាត់តើនរណាគេនឹងមិនងប់ងល់ក្រោយពីដឹងរឿងទាំងអស់នេះស៊ូឆាំងយូបានបង្ហាញអំពីការវៃឆ្លាតរបស់គាត់ក្នុងការទូទាយទុកមុនស៊ូឆាំងយូបានគិតនៅក្នុងចិត្តបន្តទៀតថាគាត់គឺពិតជាមនុស្សដ៏គិតវែងឆ្ងាយនិងអស្ចារ្យខ្លាំងណាស់យីភីងបានមើលទៅប្រៀបបានដូចជាមានការភ័ន្តច្រឡំបន្តិចបន្តួចគាត់បាននិយាយថាប្រសិនបើគូទៅវាអាក្រក់នោះកុំឲ្យសិស្សច្បងប្រកាន់អីនៅក្នុងជីវិតមុនរបស់គាត់តួឯកប្រុសរបស់យើងគឺបានចូលរួមនៅខាងក្នុងក្លឹបគំនូដើម្បីអួតទៅកាន់ស្រីគាត់បានព្យាយាមយ៉ាងមោះមុតវឹកហាត់វាអស់រយៈពេល3ឆ្នាំហើយចង់បញ្ចប់គាត់អាចរៀនគូគំនូបានប៉ុន្តែចង់បញ្ចប់វាមិនបាននាំគាត់ទៅកាន់ភាពជោគជ័យឡើយនៅក្នុងគណៈពេលនោះដែរក្មេងស្រីដែលគាត់តែងតែកាត់សរសើរនោះបានរត់ចោលគាត់ជាមួយនឹងប្រុសអ្នកមានដែលបានធ្វើឲ្យគាត់ចំណាយភាពយុវវ័យក្មេងរបស់គាត់អត់ប្រយោជន៍ការគូគំនូរបស់គាត់គឺនឹងមិនអាចរកបានស្នេហាពិតឡើយហើយក្នុងរយៈពេលដ៏វែងគាត់នៅតែមិនអាចកាត់ផ្ដាច់អារម្មណ៍សោកសៅនោះបាននៅតែចងចាំស្រីស្អាតម្នាក់នោះ1ម៉ោងបានកន្លងផុតទៅស៊ូឆាំងយូក៏បានឈរជះរឿងយ៉ាងសង្ហាគាត់បានបង្ហាញទៅកាន់យីភីងហើយយីភីងគឺបានកាន់ផ្ទាំងគំនូដើម្បីគូនៅពីក្រោយគាត់កំពូលភ្នំគឺបានលេចឡើងចែងចាំងជាមួយនឹងពន្លឺព្រះអាទិត្យឆ្លងកាត់ពូវាស៊ូឆាំងយូក៏បានសម្លឹងទៅមើលទៅកាន់តួឯកប្រុសរបស់យើង
បានគិតថានៅពេលដែលគាត់ផ្ដោតអារម្មណ៍នោះមើលទៅគឺពិតជាសង្ហាខ្លាំងណាស់មើលទៅប្រៀបបានដូចជាគាត់អញ្ចឹងក្នុងគណៈពេលនោះដែរមើលទៅកាន់យីភីងជាមួយនឹងការបង្ហាញទឹកមុខដ៏ច្បាស់ការរបស់គាត់ជោគគឺបានគូវាហើយអង្គុយនៅពីលើដុំថ្មអោនមុខរបស់គាត់ចុះបន្តិចគាត់ក៏បានប្រកល់គំនូទៅកាន់ស៊ូឆាំងយូគាត់មើលទៅប្រៀបបានដូចជាមានភាពខ្មាស់អៀនបន្តិចគាត់បានសុំទៅកាន់សិស្សច្បងរបស់គាត់ថាកុំឲ្យពិបាកចិត្តអីប្រសិនបើមើលទៅវាពិតជាអាក្រក់នោះស៊ូឆាំងយូបើកមើលគំនូមួយនោះហើយបានប្រាប់ទៅកាន់យីភីងថាកុំព្រួយបារម្ភពេកអីគាត់នឹងមើលវាសិនមុខរបស់ស៊ូឆាំងយូភ្លាមបង្ហាញពន្លឺពណ៌ខៀវគាត់បានជាប់គាំងជាខ្លាំងហើយនឹងមិនអាចបង្ហាញអារម្មណ៍ដ៏អស្ចារ្យរបស់គាត់នៅពេលនេះបានឡើយគាត់បាននិយាយថាគំនូដ៏អស្ចារ្យមួយនេះនឹងអរគុណ fan អរគ្នា admin ចេញបានតែប៉ុណ្្នឹងបើសិនជាមានកំហុសខុសឆ្គងកុំប្រកែកប្រកាន់ admin នឹងអរគុណ fan មួយចំនួនដែលបានឧបត្ថម្ភ admin អរគុណច្រើនមែនតើនឹងហើយបើសិនជា fan ណាចង់ឧបត្ថម្ភ admin នេះអាចឧបត្ថម្ភបានអរគុណច្រើនបាយបាយ